ជាធម្មតាយើងគិតថាយើងរស់នៅខុសគ្នាទាំងស្រុងពីមនុស្សសម័យបុរាណដូចជាប្រពៃណីភាសានិងរឿងរ៉ាវជាច្រើនផ្សេងទៀតផងដែរប៉ុន្តែអ្នកបុរាណវិទ្យាបានបង្ហាញថាយើងពិតជាយល់ខុសហើយខាងក្រោមនេះគឺជារឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលទាំង8ពីជនជាតិអេស៊ីបបុរាណកម្រមានអ្នកដឹងបំផុតទី1ពួកគេយកដែកពីអាចផ្កាយក្រុមអ្នកបុរាណវិទូបានរកឃើញគ្រាប់អង្កាំនៅក្នុងភ្នោបុរាណមួយតើគេបានគ្រាប់អង្កាំដែកនេះមកពីណាគ្រាប់អង្កាំដែកទាំងនេះអាចត្រូវធ្វើឡើងពីអាចផ្កាយទី2ពួកគេបង្កើតថ្នាំដុសធ្មេញមានភស្តុតាងជាច្រើនដែលបង្ហាញឲ្យឃើញថាប្រជាជនអេស៊ីបបង្កើតថ្នាំដុសធ្មេញតាំងពី5000ឆ្នាំមុនគ្រិស្តសករាជមកម្លេះទី3ពួកគេបង្កើតប៉ូលីសដំបូងគេបង្អស់នៅលើពិភពលោកកងកម្លាំងប៉ូលីសដំបូងគេបង្អស់របស់ពិភពលោកត្រូវបានបង្កើតឡើងនៅក្នុងអំឡុងពេលព្រះរាជាណាចក្រ Middle Kingdom ពីឆ្នាំ2050ដល់ឆ្នាំ1800មុនគ្រិស្តសករាជវារួមបញ្ចូលទាំងអ្នកចម្បាំងដ៏ស្មោះត្រង់បំផុតនិងឈ្មួញបរទេសផងដែរប៉ូលីសអេស៊ីបត្រូវបានអមដោយសត្វស៊ុនខនិងសត្វស្វាក្រុមប៉ូលីសទាំងនោះការពារប្រាសាទទីក្រុងនិងអ្នកតំណាងជាន់ខ្ពស់ទី4ពួកគេជាអ្នកផលិតស្រាបៀរដំបូងគេបង្អស់កម្មករដែលសាងសង់ប្រាសាទពីរ៉ាមីតត្រូវបានគេឲ្យរង្វាន់ស្រាបៀរពី4ទៅ5លីត្រក្នុងមួយថ្ងៃដូចនេះយើងអាចសន្និដ្ឋានបានថាការផលិតស្រាបៀរនៅពេលនោះពិតជាមានកម្រិតល្អណាស់ទី5គ្រូពេទ្យវះកាត់បានធ្វើប្រតិបត្តិការយ៉ាងលំបាកជនជាតិអេស៊ីបបុរាណមានចំណេះដឹងខាងផ្នែកឱសថដែលមានភាពច្បាស់លាស់និងតែមួយគត់ដែលអាចប្រៀបធៀបជាមួយនឹងសម័យទំនើបនេះបានក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យសាកសពម៉ាមីបានរកឃើញដំណើរការវះកាត់មួយចំនួនដូចជាការវះកាត់បេះដូងការផ្លាស់ប្ដូរសរីរាង្គនិងការវះកាត់កែសម្ផស្សទៀតផងជាអកុសលចំណេះដឹងរបស់ពួកគេត្រូវបានរលាយសាបសូន្យទី6ពួកគេប្រើប្រាស់សោទ្វារត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអេស៊ីបនិងចិនដោយសារឧបករណ៍ប្រភេទនេះជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រទេសទាំងពីរទី7ពួកគេលេងកីឡាបោះប៊ូនៅក្នុងទីលំនៅបុរាណមួយនៅក្បែរទីក្រុងខេរ៉ូគេបានរកឃើញបន្ទប់លេងបោះប៊ូដែលមានអាយុកាល3200ឆ្នាំមុនគ្រិស្តសករាជជាមួយនឹងកូនបាល់ទំហំខុសៗគ្នាជាច្រើនដែលមានរន្ធសម្រាប់រាមដៃច្បាប់នៃការលេងគឺខុសគ្នាប៉ុន្តែកីឡាមួយនេះនៅតែអាចចំណាំបានទី8ពួកគេអាចព្យាបាលភ្នែកការឆ្លងរោគភ្នែកគឺជាជំងឺទូទៅក្នុងចំណោមប្រជាជនអេស៊ីពួកគេបានប្រើវិធីសាស្ត្រព្យាបាលជាច្រើនខុសៗគ្នាដែលជួនកាលចម្លែកដូចជាប្រើប្រាស់ថ្នាំលាបបាក់តេរីនិងថ្នាំព្យាបាលដែលធ្វើអំពីខួរក្បាលរបស់មនុស្សជាដើម